រឿងនេះពិតជាចម្លែកណាស់ត្រឹមតែប្រមាណថ្ងៃសោះបែរជាប្រសូតទៅហើយប្រហែលជាគាត់នេះទទួលបានចំហាយបរិសុទ្ធពីភ្នំខុនលុនទទួលបានការការពារពីផ្កាឈូកនេះហើយមិនខុសទេមកជាមិនមែនជាទេវតាធម្មតាគេជាកូនប្រុសច្បងរបស់ព្រះបិតាក៏ជាសាច់ឈាមតែមួយគត់របស់ព្រះបិតាដែរអាចទទួលបានការការពារពីផ្កាឈូកមាសដែលគេខំមើលទាំងយប់ទាំងថ្ងៃបុត្រម្នាក់នេះច្បាស់ជាមិនធម្មតាទេសម្រាប់អស់រយៈពេល7ថ្ងៃទៅហើយខ្ញុំមិនចាស់ខ្លាចណាស់ស៊ូជីងកុំខ្លាចស្ដេចមេឃាព្រះបត្រាគឺជាព្រះបត្រាតូចព្រះបត្រាតូចថ្វាយព្រះពរស្ដេចមេឃាថ្វាយព្រះពរព្រះបត្រានេះជាប្រផ្នូលនៃសិរីមង្គលហើយស្ដេចមេឃាព្រះបិតានេះគឺជាទិដ្ឋភាពដែលទេវតាមកយាមប្រសូតមកទើបអាចមានបាននេះបុណ្យអកុសលគ្មានព្រំដែនទីបំផុតរាជវង្សមេឃាយើងទទួលបានទេវតាមួយអង្គទៀតថ្ងៃនេះយើងនឹងប្រទានងារឲ្យគេថាជាគូវាយប្រពោស្ដេចមេឃាដែលទទួលបានព្រះបិតាត្រតើយស៊ូជីងគេតូចជាងឯង20000ឆ្នាំគុណថ្ងៃក្រោយឯងត្រូវមើលថែគេបានល្អដឹងទេព្រះម៉ែអ្នកម្នាក់ដាក់សៀនឆ្លាតកូនបិសាចពស់មកពីណាបើជាហ៊ានសម្រុកចូលព្រៃផ្កាប៉េះ100ជូចរបស់ទេវតាជេងយានខ្ញុំមករកទេវតាប៉ាចិនរកខ្ញុំជឿយានមិនក៏ពេលនេះរកខ្ញុំរកដល់កន្លែងនេះទៀតហើយខ្ញុំគិតថាមើលទៅមនុស្សនៅសមុទ្រទាំង4ទៅទាំង8នាក់សិតតែទៅរកទេវតាប៉ាចិនលោកមិនបាច់ទៅសម្លាប់ដែរនៅប៉ៃហួននោះទេតែគឺមកចំការផ្កាប៉េះរបស់ខ្ញុំនេះវិញដបយកនេះក្រែកជាដបដែលប្អូនទី5ឧស្សាហ៍យកទៅដាក់ស្រាផឹកតើនេះគឺជាដបមកយានដែលយកពីកន្លែងរបស់ខ្ញុំទៅនាងយកមកពីណាទៅភ្នំខុនលុនណាវាយនេះស្លាប់ទៅវាយនេះស្លាប់យើងឲ្យវាយនេះស្លាប់នេះឯងប្រៃយកយ៉ាងក្រក់ឲ្យស្អីគេនោះជាមនុស្សរបស់ភ្នំខុនលុនពេលយើងឆ្លងទៅបានឆាប់ទៅជាមិនខានពួកគេវាយនាងនេះមិនចេះតតដៃវិញទេបើតតដៃវិញនឹងត្រូវគេវាយកាន់តែខ្លាំងហើយអញ្ចឹងនាងក៏មិនដែរពួកគេវាយនាងបាច់នេះយ៉ាងណាក៏វាយមិនស្លាប់ដែរនាងឆាប់ទៅវិញទៅខ្ញុំអត់មានផ្ទះទេក៏មិនដឹងថាពុកម៉ែជាអ្នកណាដែរខ្ញុំគឺពឹងលើចំហាយអ្នករបស់ភ្នំខុនលុនហាត់រៀនអស់ប្រហែល100ឆ្នាំទៅខ្លាចខ្លួនទៅជារូបរាងបែបនេះបើនាងគ្មានផ្ទះតែនោះខ្ញុំជួយរកផ្ទះថ្មីមួយនាងល្អទេផ្ទះថ្មីឯងនេះជាកន្លែងដោះស្រះស្អាតមួយ
នាងយកដបទឹកនេះទុកជាវត្ថុចំណាំមួយទៅឲ្យមនុស្សម្នាក់គេនឹងទទួលនាងហើយតែគាត់មិនបានប្រាប់ខ្ញុំពីឈ្មោះរបស់គាត់ទេគ្រាន់តែឲ្យដបមួយនេះមកឲ្យខ្ញុំមានចំការផ្កាប៉េះ100យោជន៍រកទេវតាប៉ាចិនឲ្យគេទទួលយកខ្ញុំផងឲ្យខ្ញុំទទួលនាងថ្ងៃក្រោយសេសិងជាមនុស្សរបស់លោកហើយខ្ញុំព្រមដើរតាមលោកគ្រប់ជាតិទាំងអស់កុំអីខ្ញុំមិនត្រូវការនាងទេលោកមិនព្រមទទួលយកកូនបិសាចពោះខ្ញុំនេះទេនាងកុំពិបាកចិត្តអីមិនមែនចំពោះនាងទេគឺខ្ញុំមិនត្រូវការអ្នកបម្រើស្រីតាំងពីដើមមកសើអ៊ីងឲ្យខ្ញុំទទួលនាងគឺគ្មានកន្លែងទៅទេខ្ញុំអត់មានផ្ទះទេត្រូវមនុស្សនៅក្នុងពូជពងតែមួយធ្វើបាបខ្ញុំតាំងពីតូចមកសំណាងហេតុដែលទេវតាជួបរឿងអយុត្តិធម៌ជួយខ្ញុំនៅតាមផ្លូវបើបែបនេះទៅហើយខ្ញុំនាំនាងទៅរោងភ្នំកញ្ជ្រោងទៅចុះទីនោះគឺមានម្ដាយខ្ញុំនៅគាត់គ្មានអ្នកបម្រើទេអរគុណហើយបើកូនទី5ជាអ្នករើទៅហើយអញ្ចឹងគឺនៅទីនេះចុះមីគូកូនណាសេះអ្នកនាងតូចនេះគឺប្រកុលឯងហើយណាចាំពេលប៉ាឈានមកវិញយើងនឹងស្ដេចកញ្ជ្រោងគឺថារើចេញទៅទុករោងកញ្ជ្រោងមួយនេះឲ្យគេហើយថ្ងៃក្រោយពួកយើងគឺមើលថែគ្នាបម្រើកូនទី5រំគ្នាចុះកូនណាសេះមកតាមខ្ញុំផ្កាប៉េះរបស់លោកនេះរីកបានល្អមែនចិនជាម្នាក់ដែលមានរូបរាងស្អាតជាងគេក្នុងចំណោមកូនខ្ញុំទាំង5បើជាកូនស្រីនោះឈៀនក៏ត្រូវថយចែកឆ្ងាយដែរម៉ែបានហើយខ្ញុំចង់ទៅព្រៃផ្កាប៉េះវិញកូនប្រុសខ្ញុំម្នាក់នេះចាប់តាំងពីអាយុ1ខួបមកក៏តាមលោកជាប់រហូតលោកបែរជាមិនធន់គេទៅវិញអើយបើពិតជាគ្មានគេនោះខ្ញុំគឺអបសក់ខ្លាំងណាស់អូហើយត្រីតាណាអស់ហើយណោះទេវតាទាំងពីរពេលថ្ងៃនេះចំការផ្កាប៉េះគឺពិតជាអ៊ូអរមែនទេវតាសៀងហ្វុងស្រាប់តែមកដល់តែមានរឿងអីទៅខ្ញុំរកសិស្សប្អូនទី17មិនឃើញទេអស់អ្នកមិនត្រូវទេមិនត្រឹមតែសិស្សប្អូនទី17ទេសូម្បីតែខ្លួនប្រាណរបស់លោកគ្រូក៏រកមិនឃើញដែរថាម៉េចឈៀនឈៀននាងចំគួតនេះសង្គ្រាមលើកនេះគឺរបួសធ្ងន់ណាស់មិនក៏មិនចាប់អារម្មណ៍ចំពោះជីវិតខ្លួនឯងសោះអញ្ចឹងគិតយ៉ាងម៉េចទៅគេចិត្តអស់ដង្ហើមទៅហើយពួកលោកឆាប់រំជោគបាយទៅកុំតែសាអីនៅអាចជួយបានកុំភ័យអីឈិនគឺបានបញ្ច្រកឈាមបេះដូងរបស់គេគឺពាក់កណ្ដាលឲ្យទៅមកយានហើយអាចរស់នៅបានគឺពិបាកខ្លាំងណាស់ទៅហើយពេលនេះមានតែបញ្ចូលយុទ្ធសាស្ត្រឲ្យគេតែប៉ុណ្ណោះទុកឲ្យខ្ញុំបញ្ចូលឲ្យគេយ៉ាងហោចណាស់ត្រូវការយុទ្ធសាស្ត្រពាក់កណ្ដាលរបស់លោកឲ្យតែអាចជួយឈិនបានពាក់កណ្ដាលក៏មិនអីដែរមិនបានទេបងជាស្ដេចកញ្ជ្រោងរបស់ឈិនឈៀវត្រូវគ្រប់គ្រងទិសទាំង5ទៀតមិននឹងអាចឲ្យបាត់បង់យុទ្ធសាស្ត្រពាក់កណ្ដាលល្ងាចទៅទុកឲ្យខ្ញុំចុះឈប់សិនស្ដាប់ខ្ញុំនិយាយឲ្យចប់សិនទៅទេវតាពួកយើងម្នាក់គឺបានចំណាយជីវិតទៅលើខ្លួនគេខុសៗគ្នាបើកម្រិតនៃការសុំសិស្សច្រើនពេកមានតែអាចប៉ះពាល់ដល់ចំហាយទេវតារបស់យើងតែប៉ុណ្ណោះធ្វើឲ្យលោកហើយនឹងឈិនធ្លាក់ចូលទៅក្នុងផ្លូវបិសាចស្របគ្នាបាននេះមិនត្រឹមតែមិនអាចជួយនាងទី5បានទេ
រវល់ច្រើនយ៉ាងនេះបានទេចិនឆាប់ចេញទេវតាជឿយានចេញទៅ ម៉ែ ឆាប់ឡើង មិនក៏នាងដូចជាពីមុនអញ្ចឹងនៅតែផ្ទះសាទៀតអញ្ចឹងតើខ្ញុំនឹងនិយាយចប់សិនទៅ តែយ៉ាងម៉េច ខ្ញុំរៀបរៀងនាងគឺព្រោះតែពួកយើងនេះត្រូវការម្យ៉ាងទៀត របស់ស្អីទៅ ស្មៅសិនជឺមានរបស់នេះហើយទើបអាចបន្សុទ្ធចំហាយទេវតាការពារពួកយើងបាន ស្មាំងនេះនៅឯណាទៅ អេងជើសមុទ្រខាងកើតប៉ុន្តែព្រះបិតាយល់ថារបស់នេះខុសនឹងសិលធម៌ទេវតាបានឲ្យសត្វកាច4ក្បាលយាមនៅទីនោះទៀតផង សត្វ4ក្បាលនោះ មិនខុសទេគឺសត្វ4ក្បាលនោះព្រះបិតាបានឲ្យវិជាសិលពាក់កណ្ដាលជីវិតទៅឲ្យពួកគេទៀតទោះបីជាមកយានកាន់បោះម្ដងទៀតមើលទៅក៏មិនអាចជោគនៅលើខ្លួនរបស់ពួកវាបានដែរ ខ្ញុំទៅ ខ្ញុំទៅជាមួយបងចុះ ម៉ែទោះឲ្យខ្ញុំទៅវិញបានហើយពួកឯងជួបប្រកែកគ្នាទៅពួកឯងគួរតែនៅទីនេះចុះទោះបីជាយើងប្រកួតមិនឈ្នះពួកវាក៏ឈិនឈាននៅមានអ្នកដឹកនាំម្នាក់ដែរ ទុកចិត្តចុះពួកគេប្រគល់ឲ្យខ្ញុំចុះតែលោកមានពេលតែ10យាមតែប៉ុណ្ណោះឆាប់ទៅឆាប់មកវិញ ចាំខ្ញុំមកវិញ លីជីងថ្មីត្បិតតែរាជវង្សមេឃានិងរាជវង្សបាក់សីចងសម្ព័ន្ធនឹងគ្នាហើយតែគំនិតរបស់ភ្នំខុនលុនជើងនេះហើយនឹងរាជវាំងតែជាមីននោះមួយជីវិតនេះដោះស្រាយមិនបានទេលោកគ្រូខ្ញុំនិងសិស្សប្អូនទី9គឺស្លាប់ព្រោះតែបិតារបស់ឯង យើងគ្មានបំណងបំពេញដល់ទេវតាទាំងអស់នោះទេយើងមកលើកនេះគឺចង់ជួបទេវតាសើអ៊ីងតែប៉ុណ្ណោះ សៀវមីងឯងនៅហ៊ានមករកសើអ៊ីងទៀតណាពេលនេះគឺអ្នកណាសម្រុកចូលឡើងភ្នំរាល់ថ្ងៃគឺមករកសិស្សប្អូនទី17ខ្ញុំអ្នកណារួមដៃជាមួយស្រីថោកទៀបស៊ីនីនោះធ្វើឲ្យលោកគ្រូយើងស្លាប់ឯងគិតទៅមើលឯងបាច់ជាហ៊ានមកទៀតអាចចង្រៃ សូមអ្នកទាំងអស់គ្នាជួយប្រាប់គេមួយម៉ាត់ថាស្ដេចបាក់សីលីជីងចង់ជួបទេវតាសើអ៊ីង ស្ដេចបាក់សីទៅវិញទៅ សូមអ្នកទាំងអស់គ្នាជួយប្រាប់គេមួយម៉ាត់ផងទៅស្ដេចបាក់សីលីជីងសូមជួបទេវតាសើអ៊ីងខ្ញុំបានយករបស់ដែលគេត្រូវការមកដល់ហើយ សើអ៊ីងបានចាក់ចេញពីភ្នំខុនលុនចេញទៅក្រៅហេតុនេះហើយមិនថាលោកយករបស់អ្វីមកទេគេក៏មិនអាចទទួលយកដែរ អ៊ីងទៅហើយ សូមស្ដេចបាក់សីទៅវិញទៅ លោកគ្រូក្នុងនាមជាសិស្សធំរបស់ភ្នំខុនលុនខ្ញុំគឺមិនបានមើលថា17ឲ្យបានល្អលោកគ្រូទុកចិត្តចុះមិនថា17នាំលោកគ្រូទៅណាទេក៏ខ្ញុំអាចរកអ្នកទាំងពីរឃើញពេលថ្ងៃនេះទៅខ្ញុំត្រូវចុះទៅលើភ្នំមិនថាដើរឆ្ងាយប៉ុណ្ណាទេក៏ខ្ញុំត្រូវតែរកខ្លួនប្រាណលោកគ្រូឲ្យទាល់តែឃើញនឹងអា17ត្រឡប់មកវិញសិស្សសុំសន្យាទៅចុះពួកឯងសុទ្ធតែជាមនុស្សដែលមានឪពុកម្ដាយបើលោកគ្រូលែងនៅតែហើយពួកឯងកំនៅលើភ្នំខុនលុននេះទៀតអីនាំគ្នាចុះទៅលើភ្នំទៅចុះ សិស្សច្បងធំ ចាំសម្ដីដែលខ្ញុំនិយាយទុកលោកគ្រូព្រោះតែសមុទ្រទាំង4ទិសទាំង8ទិសរើសយកការបូជាជួនជួងតុងហួងតែមិនមែនព្រោះតែគំនុំផ្ទាល់ខ្លួនអ្វីទេពេលនេះរាជវង្សមេឃានិងរាជវង្សបាក់សីចង់សម្ព័ន្ធនឹងគ្នាទៅហើយក្រៅមេឃសន្តិភាពមិនឲ្យពួកឯងទៅឋានបាក់សីសងសឹកទៀតទេសមុទ្រទាំង4គ្មានសង្គ្រាមទៀតទិសទាំង8ក៏មិនអាចមានរាជភៀសខ្លួនទៀតដែរនេះទើបជាបំណងរបស់លោកគ្រូ ស
សើអ៊ីងម្នាក់នេះគឺជាបញ្ហាមួយដែររាជវាំងមិនឲ្យបញ្ចុះសពក៏ហីទៅចុះបែរជានាំខ្លួនប្រាណរបស់ម៉ាក់យានទៅទៀតតែឲ្យយើងបកស្រាយប្រាប់រាជវង្សមេឃាយ៉ាងម៉េចទៅក្រែងស្រាយមេឃាមានប្រវត្តិទេវតាដែលរៀបរៀងប្រវត្តិសាស្ត្រមេឃាជាច្រើនអ្នកហើយក៏ត្រាំពី3ម៉ាត់ទៅក៏បានហើយគំនិតរបស់ព្រះអធិរាជរមមូលហេតុដ៏អស្ចារ្យមួយឲ្យអ្នកចំនួនក្រោយដឹងថាទេវតាចម្បាំងទៅណាទៅគឺបានហើយគឺមូលហេតុបែបណាទៅទើបអាចបញ្ចុះបញ្ចូលសមុទ្រទាំង4បានស្ដេចហៅទ័រ 63082 ឆ្នាំការបោកបោរបស់រាជវង្សម៉ាសីត្រូវបញ្ចប់កូនប្រុសច្បងរបស់ព្រះបិតាម៉ាក់យានព្រមទាំងកូនសិស្សទី17សឺអ៊ីងបាត់ខ្លួនទាំងពីរមិនដឹងថាទៅណាយ៉ាងម៉េចនោះទេបាត់ខ្លួនទាំងពីរមិនខុសទេគឺបាត់ខ្លួនតែពីរនាក់ព្រះអធិរាជពិតជាលំអៀងការពារកូនសិស្សភ្នំខុនលុនមែនមិញនេះមើលទៅទឹកមុខរបស់ស្ដេចមេឃាគឺចង់តែចាត់ទ័ព 100000 នាក់ដើម្បីទៅចាប់ខ្លួនទេវតាសឺអ៊ីងមកភ្លាមនោះទេតែកំហឹងពេញពោះបែរជាត្រូវព្រះអធិរាជរំសាយចោលទាំងអស់មានអ្វីគួរឲ្យចាប់ទេម៉ាក់យានគឺស្រឡាញ់សឺអ៊ីងជាងគេពេលដែលស្លាប់ហើយនោះអាចនៅជាមួយនឹងកូនសិស្សម្នាក់នេះបានមើលទៅជាបំណងធំបំផុតរបស់គេហើយពុកឆាប់ឡើងទៅឆាប់យកវាទៅប្រគល់ឲ្យជឺយានទៅឡោពេលវេលាបថុញញញមិនអាចធ្វើឲ្យយុទ្ធសិលទៅជាឆ្នាំគ្រាប់តាន់ពេលនោះទេបន្តិចទៀតពេលដែលនាងបញ្ចូលសិលឲ្យគេហើយនោះបើមានសម្លេងបិសាចរំខានកុំជប់ឲ្យសោះត្រូវទៅបញ្ចូលបន្តទៀតរឿងដែលនៅសល់គឺប្រកល់ឲ្យខ្ញុំចុះដឹងខ្លួនហើយហ៎ម៉ែខ្ញុំមិនតាន់ស្លាប់ទេម៉ែបានបញ្ចូលយុទ្ធសាស្ត្រពាក់កណ្ដាលឲ្យឯងក៏ទុកថាជួយជីវិតឯងនេះមកវិញបានដែរយុទ្ធសាស្ត្រពាក់កណ្ដាលនេះមានទេវតាជួយបញ្ចូលយុទ្ធសាស្ត្រឲ្យខ្ញុំមិនខ្លាំងពូកែណាស់ទៅហើយថ្ងៃក្រោយមានក្រុមមេឃីទៀតក៏ខ្ញុំខ្លាចដែរមែនហើយឯងអាចធ្វើផ្ដេសផ្ដាស់បានទៀតហើយអាណាលោកគ្រូរបស់ខ្ញុំម៉ែអាណាលោកគ្រូខ្ញុំគេនៅក្នុងលអាងយានហួរទីនោះជាកន្លែងដែលស័ក្តិសមនឹងរក្សាទុកខ្លួនប្រាណរបស់ទេវតាបំផុតអញ្ចឹងល្អហើយម៉ែខ្ញុំនឹកម៉ែណាស់ម៉ែក៏នឹកដល់ឯងដែរស្មានមិនដល់ថាលើកនេះឯងបាត់បង់អស់ជីវិតពាក់កណ្ដាលសោះមើលទៅថ្មីត្បិតតែមកយានជួយរងរន្ទះមេឃាឲ្យឯងតែគ្រោះមេឃាដែលឯងឡើងតំណែងជាទេវតានេះនៅតែជាមិនផុតទេវតាគឺបដូរវិធីមួយទៀតមកធ្វើបាបឯងប៉ុណ្ណោះក៏ត្រូវដែរខ្ញុំឡើងឋានៈជាទេវតានេះងាយស្រួលពេកហើយទេវតាក៏ទៅផ្នែកដែរឯងប្រាឈាមបេះដូងរបស់ខ្លួនឯងរក្សាទុកលោកគ្រូឯងរហូតឯងក៏បានសងអ្វីដែលគេជួយរងរន្ទះឯង3ដងដែរប៉ុន្តែកូនទី5ក្នុងចិត្តឯងត្រូវតែដឹងឲ្យច្បាស់បើមកយានបានទទួលឈាមរបស់ឯងរក្សាខ្លួនប្រាណទៅហើយអញ្ចឹងគឺត្រូវតែទទួលយកឈាមរបស់ឯងរហូតមិនអាចរកកញ្ជ្រោងផ្សេងទៀតបានទេខ្ញុំដឹងម៉ែតែលោក
លោកគ្រូមានគុណចំពោះខ្ញុំណាស់ខ្ញុំគឺរក្សាទុកគាត់បែបនេះក៏មិនអាចប្រៀបនឹងគុណដែលគាត់បង្រៀនខ្ញុំនោះដែរម៉ែថាមើលលោកគ្រូអាចដឹងខ្លួនវិញទេដឹងខ្លួនហើយនេះជាកូនស្រីរបស់បងទី2មែនហើយបង3ចាំឲ្យឯងមើលជាពិសេសបីឲ្យចិត្តបន្តិចមកខ្ញុំមើលឆាប់ទៅណែមានរូបរាងស្អាតមែននៅលើថ្ងាសមានស្នាមភ្នក់នេះផ្កាកន្ទុយមយូរាម៉ែគឺព្រោះតែផ្កាកន្ទុយមយូរានេះហើយព្រោះតែកូនស្រីម្នាក់នេះកើតនៅខែ9ទៀតហេតុនេះក៏ដាក់ឈ្មោះថាហ្វុងជាវមួយនេះឲ្យគេទៅហើយរួមទាំងត្រកូលប៉ែរបស់ពួកយើងទៀតគឺហៅគេថាប៉ែហ្វុងជាវប៉ែហ្វុងជាវហ្វុងជាវតូចអញដឹងទេពេលនេះអ្នកមីងគឺព្រោះតែមកមើលឯងតែលុចចុះពីព្រំជាមួយសាច់ច្បងទី9បើជាត្រូវគេនាំតារាជវាំងតាជីមីងដោយមិនដឹងខ្លួនប្អូនទី5មិនមែនបងថាឲ្យឯងទេសមុទ្រទាំង4ទិសទាំង8គឺមិនមែនឯងអាចទៅក៏ទៅនោះទេពិតជាធ្វើឲ្យភ្នំខុនលុនហើយនឹងទេវតាវឹកវរអស់ទៅហើយសិស្សប្អូនទាំងអស់នោះគឺដើររកដំណឹងរបស់ឯងឡើងវក់វីពេលនោះខ្ញុំក៏ព្រោះតែត្រូវរបួសធ្ងន់ដែរមិនដឹងថានៅសារប្រហែលថ្ងៃទៀតលោកគ្រូនឹងរលាយបាត់នោះទេក៏ចង់មកទៅនេះសាក់មើលទៅប្រហែលជាមានវិធីផ្សេងទៀតឯងនៅចាំបានទេឯងមិនមែនជាសឿអ៊ីងពិតប្រកបទេឯងជាកូនស្រីពៅរបស់ស្ដេចកញ្ជ្រោងឯងនៅមានពុកម៉ែហើយនឹងបងប្រុស4នាក់ទៀតបើចង់បញ្ចូលឈាមបេះដូងឲ្យទៅលោកគ្រូឯងនោះឯងនៅអាចរំអុយដាក់បងទី4ហើយអាចធ្វើជំនួសឯងបានបងទី4ខ្ញុំចង់សងគុណលោកគ្រូវិញមិនតែតនឹងបងទេនាងចំមកឯងនេះកូនទី5និយាយមិនខុសទេមកជៀនជួយរងគ្រោះមិនជាឲ្យគេប្រាយុទ្ធសិលឈាមបេះដូងសងគុណគេវិញនោះក៏ជារឿងសមហេតុផលដែរតែបើបដូរជាឯងធ្វើរឿងនេះវិញនោះបើមានថ្ងៃណាមួយមកយិនដឹងខ្លួនវិញគេទទួលគុណពីឯងដោយទៅទេគេត្រូវសងឯងយ៉ាងម៉េចទៅម៉ែនិយាយត្រូវណាស់ឯងនេះបានហើយណាស់ហើយចុះឯងមើលថែកូនទី5សិនទៅម៉ែចង់ទៅឋានទេវតាជាមួយពុកឯងមកផ្លែនគឺព្រោះតែបុត្រាតូចដែលទើបតែប្រសូតមកនោះមែនហើយម៉ែទៅសិនហើយណាត្រូវហើយឯងកុំអារពឹសពេកឲ្យសោះពេលនេះសុខភាពកូនទី5ខ្សោយខ្លាំងណាស់ម៉ែទុកចិត្តចុះខ្ញុំនៅជឿយិនគឺគ្រាន់តែកំដរគេនិយាយគ្នាលេងនិងមើលហ្វុងជាវតែប៉ុណ្ណោះម៉ែទុកចិត្តចុះបងប្អូនពួកឯងដូចគ្នាបំផុតប៉ុន្តែគឺមិនស្ដាប់សម្ដីបំផុតហ្វុងជាវតូចលោកគ្រូទទួលបានយុទ្ធសាស្ត្រពាក់កណ្ដាល2អ្នកម៉ែទីបំផុតអាចរក្សាខ្លួនប្រាណរបស់លោកគ្រូបានហើយខ្ញុំនៅទីនេះរងចាំលោកគ្រូត្រឡប់មកវិញបង្ហាញពីទស្សនភាពដ៏អស្ចារ្យនៅលើភ្នំខុនលុនម្ដងទៀតលោកគ្រូចាក់ចាយពីភ្នំខុនលុនហើយគឺរយៈពេល7ឆ្នាំគុណខ្ញុំមិនអាចដាក់ចាញ់ពីឈិញឈៀវកន្លះជំហានទេលើថាពួកសាច់ច្បងបានតែរកគ្រូសាវិញអស់ហើយភ្នំខុនលុនដែលពោពេញទៅដោយគ្រូនិងសាច់កាលពីថ្ងៃមុនខ្លាចទៅជាកន្លែងដែលគ្មានមនុស្សទៅហើយរាជវង្សមេឃានិងរាជវង្សបាសេតក៏ត្រូវគ្នាវិញដែរយូរទៅឈ្មោះរបស់ទេវតាចម្បាំងមកជានិងស្ដេចបាសៃឈីងឆាងក៏ត្រូវកាយកប់នៅក្នុងស្លឹកឈើជ្រុះរាប់មិនអស់និងដេកខ្សែស្ដេចច្រើនដូចជាទឹកទន្លេនោះគ្មានអ្នកណារំលឹកដល់ទៀតនោះទេ
70000 ឆ្នាំក្រោយមកលោកគ្រូ7ថ្ងៃទៀតគឺជាថ្ងៃដែលឈិញឆាងត្រូវបំបីជួងចាញ់មកហើយលោកគ្រូຕົកចិត្តចង់ទោះបីខ្ញុំបដូរទាំងជីវិតក៏អាចខំគេម្ដងទៀតដែរមិនឲ្យខកបំណងរបស់លោកគ្រូទេមីមីងពិតជាស្រស់ស្អាតមែន អ្នកមីងពិតជាស្អាតណាស់ណោះអ្នកមីងពិតជាស្រស់ស្អាតណាស់អ្នកមីងណែមួយចកំនេះយ៉ាងមិនដែរ ដូចជាមិនអន់ទេ អរគុណហើយណាអ្នកមីងពិតជាស្រស់ស្អាត អ្នកមីងចាញ់មកហើយ កំហុសទាំងអស់គឺមកពីខ្ញុំមិនគួរណាខំឯងនៅក្នុងឡាំងជាមួយស៊ឺស៊ីងទេមកចុះទឹកមុខឯងអាក្រក់មកយ៉ាងនេះមិនតាន់មានប្រពន្ធផងគិតច្រើនយ៉ាងនេះទៅហើយអ្នកមីងអើយមានរឿងធំហើយ មានរឿងអីតែគឺណាហើយចុះអ្នកមីងមក មីគូតាមមានរឿងអីតែអញចាំនិយាយទៅ សានជាមកដល់រោងកជ្រុងហើយ ចាក់ខ្ញុំគួរតែហាត់យុទ្ធសាស្ត្របន្តទៀត មិនបានទេអ្នកមីងកិច្ចបានមួយខែមិនអាចកិច្ចបានមួយឆ្នាំមង្គលការរបស់អ្នកមីងហើយនឹងព្រះបុត្រាទី2គឺស្ដេចមេឃានៅស្ដេចកញ្ជ្រោងកំណត់ឲ្យផ្ទាល់មុននឹងក្រោយអ្នកមីងគង់តែរៀបការជាមួយគេទេព្រះបុត្រាទី2យើងមករੂកជ្រុងយើងហើយ ឆាកជីវិតមិនទៀងទាត់បាត់ប្រហែលថ្ងៃទៀតខ្ញុំក៏រលាយបាត់ខ្លួននោះពេលនេះខ្ញុំត្រូវចំណាយពេលវេលាទៅបម្រើគេទៀតអញ្ចឹងมันពិបាកណាស់ទៅហើយអ្នកមីងមិនចង់រៀបការក៏ហេតុតែចុះហេតុអីក៏ដាក់បណ្ដាសាខ្លួនឯង ឆាប់និយាយហើយមីគូអញគួរតែបម្រើម្នាក់ដែលនៅក្នុងរោងកញ្ជ្រោងនោះបានល្អខ្ញុំតែប្រេបការតែកិច្ចខ្លួនសិនអ្នកមីងតែយ៉ាងណាគឺជាព្រះបុត្រាទី2របស់រាជវង្សមេឃាចេះតែកិច្ចមិនជួបនឹងគេមិនមែនជាមធ្យោបាយទេ សប្បាយសម្ដែងរបស់អ្នកមីងក៏ឯងមិនស្ដាប់ ខ្ញុំមិនហ៊ានទេ អញ្ចឹងគឺឆាប់តែចុះពេលណាដែលគេទៅចាំទៅប្រេបការប៉េះរកខ្ញុំទីបាទថាមិញអ្នកមីងរបស់ឯងនេះគឺបិទទ្វារហាត់យុទ្ធសាស្ត្រទៀតហើយហ៎ ក្រាបទូលព្រះបុត្រាទី2ពិតជាបែបនេះមែន ហើយគេមិនដឹងថាខ្ញុំមកទេ អ្នកមីងដឹងតែអ្នកមីងគឺជាព្រះរាជនីរបស់ឈិញឈាវទទួលការពារពីប្រជារាស្ត្របិទទ្វារហាត់វិជាគុណរបស់គេឲ្យខ្លាយឆាប់ទៅជាទេវតា ពាក្យឯងនេះមិនខុសទេតែខ្ញុំនេះបាននៅទីនេះចាំគេមួយខែទៅហើយសូម្បីតែមុខរបស់អ្នកមីងរបស់ឯងក៏ជឿនេះមិនតបានឃើញផងពិតជាប្តេជ្ញាផ្ដាស់ពេកហើយ ព្រះបុត្រាទី2សើផ្លាច់ឈើសិនទេខ្ញុំម្ចាស់ទៅយកមកពីផ្សារ មើលទៅព្រះបុត្រាទី2សពប្រតិនឹងសៀវស៊ីងគួសំបែបនេះគឺល្អហើយកុំឲ្យដោះស្រាយបានទៅហើយ ព្រះបុត្រា
ទី2នៅលើមេឃ9ជាន់ខ្ញុំជាព្រះបត្រាមេអង្គដែលទទួលការសពប្រតិជាងគេតែហេតុអ្វីក៏ខ្ញុំចង់នៅជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់គឺពិបាកយ៉ាងនេះព្រះបត្រាទី2ចង់នៅជាមួយខ្ញុំម្ចាស់មែនទេអញ្ចឹងផ្ដាច់ពាក្យជាមួយអ្នកមីងទេអ្នកមីងមានគុណជួយជីវិតខ្ញុំម្ចាស់ហើយល្អចំពោះខ្ញុំម្ចាស់ទៀតខ្ញុំម្ចាស់មិនអាចទៅតាមព្រះបត្រាទី2ដែលបែបហ្នឹងទេប៉ាឈៀនពិតជាល្អចំពោះនាងមែនសូម្បីតែផ្លិតទម្លុះពពករបស់ទេវតាលីងប៉ាក៏ឲ្យនាងនេះដាក់ជាប់នឹងខ្លួនដែរនាងដឹងថាទេវតាលីងប៉ាគឺជានរណាដែរទេខ្ញុំម្ចាស់មិនដឹងទេគេគឺជាកូនសិស្សរបស់ទេវតាជានស៊ឺហ៎មិនត្រូវទេគេមិនមែនជាកូនសិស្សនោះទេខ្ញុំភ្លេចទៅហើយក្មួយប្រុសរបស់ខ្ញុំជាហួរទើបជាកូនសិស្សពិតប្រាកដរបស់ទេវតាជានស៊ឺឈ្មោះយិនហួរមួយនេះខ្ញុំម្ចាស់ធ្លាប់លើពូទី4និងទេវតាជឿយិននិយាយហើយតានិយាយពីផ្លិតមួយនេះខ្ញុំឮថាពេលនោះទេវតាជូនវាទៅឲ្យគេតែហេតុអ្វីក៏ធ្លាក់ទៅក្នុងដៃប៉ាឈៀនយ៉ាងអញ្ចឹងដូចជាចម្លែកណាស់ខ្ញុំម្ចាស់ឮអ្នកមីងនិយាយថាទេវតាលីងប៉ាយកផ្លិតមួយនេះតើឲ្យទេវតាដែលមានឈ្មោះថាសឺអ៊ីងម្នាក់នៅភ្នំខុនលុនក្រោយមកសឺអ៊ីងគឺព្រោះតែអបបនកំណាត់ដល់ជឿយិនក៏ឲ្យមនុស្សយកផ្លិតនេះទម្លុះពពកទៅបេះផ្កាប៉េះហើយក្រោយមកផ្លិតទម្លុះពពកនេះក៏នៅក្នុងដៃរបស់អ្នកមីងទេដំណាក់កាលនោះគឺបាត់បែនណាស់ក្រោយមកអ្នកមីងក៏ឲ្យវាមកខ្ញុំទៀតក៏មានអភូតហេតុផ្សេងទៀតដែរតាមពិតទៅគឺសឺអ៊ីងសោះពួកយើងគឺជុំនិយាយពីមនុស្សទាំងនេះទៀតទេសៀវស៊ីងនាងស្ដាប់ខ្ញុំសិនទៅមង្គលការរបស់ខ្ញុំនឹងប៉ាឈៀនគឺស្ដេចមេឃានិងស្ដេចកញ្ជ្រោងគឺរៀបការដោយផ្ទាល់ហើយនេះហើយរឿងមួយនេះពួកយើងត្រូវតែរកមជ្ឈបាយតាមស្រួលនាងកំសត់តាំងពីតូចមកគ្មានសាច់ញាតិទៀតធ្វើទៅបិទតែប៉ាឈៀនទទួលនាងមកនៅតែនាងមិនអាចនៅក្បែរគេរហូតនោះទេតាមវិន័យរបស់ឈិនឈៀវថ្ងៃក្រោយនាងរៀបការជាមួយនឹងគេគឺត្រូវតែរៀបចំមង្គលការឲ្យជោគជ័យឬមួយក៏នាងចង់រស់នៅជាមួយនឹងមនុស្សប្រុសដែលមិនដែលស្គាល់គ្នាអស់មួយជីវិតអត់ទេខ្ញុំម្ចាស់មិនអាចរៀបការជាមួយប្រុសផ្សេងទៀតទេបាត់ក្នុងចិត្តមានព្រះបត្រាទី2ទៅហើយទោះបីជាធ្វើស្រីបំរើក៏នៅក្បែរខ្លួនព្រះបត្រាទី2ដែរបើនាងមានកំណត់បែបនេះទៅហើយនោះចាំបាច់អូបបន្លាយបែបនេះទៀតធ្វើស្អីទៅយើងថ្ងៃនេះទៅឋានទេវតាជាមួយខ្ញុំទៅព្រះបត្រាទី2ពួកយើងបាននៅជាមួយគ្នាមួយខែទៅហើយឬមួយក៏នាងនៅមើលមិនដឹងពីចិត្តស្មោះរបស់ខ្ញុំទៀតអត់ទេខ្ញុំម្ចាស់មិនអាចធ្វើអញ្ចឹងចំពោះអ្នកមីងទេខ្ញុំនឹងគេមិនដែលបានជួបគ្នាផងមិនក៏បីស្អីទៅពួកយើងគ្រាន់តែត្រូវភ្ជាប់ដោយមង្គលការមួយតែប៉ុណ្ណោះនាងគិតមើលទៅបើកុំតែគេមួយខែនេះមកព្រមជួយខ្ញុំមិននឹងមានឱកាសស្គាល់នាងឆ្លាញ់នាងនៅក្នុងរូបកញ្ជ្រោងឈិញឈៀវនេះទៅឬមួយនេះមិនមែនជាព្រមលិខិតទេថ្ងៃក្រោយទុកឲ្យខ្ញុំការពារនាងចុះខ្ញុំមិនអាចឲ្យនាងធ្វើជាអ្នកបម្រើទេខ្ញុំនឹងរៀបការជាមួយនាងទូលបង្គំសុំជឿនដំណើរព្រះបត្រាទី2ទីបំផុតបញ្ជូនភ្ញៀវពិសេសដែលប៉ះពាល់មិនបានទៅហើយសៀស៊ីងឆាប់រៀបចំទៅណាខ្ញុំទៅព្រៃផ្កាប៉េះទទួលអ្នកមីងសៀស៊ីងឯណាមនុស្សព្រះបត្រាទី2ព្រះបត្រាទី2
ព្រះរាជបុត្រ ប៉ុន្មានថ្ងៃនេះស្ដេចជមរាជមានមកឋានទេវតាដែរទេ ឮថាថ្ងៃនេះគឺយើងត្រឡប់មកវិញហើយ ព្រះពេតុលាទី 3 ឯងមករកយើងតែមានការអីទេ រាជកិច្ចប្រមាណថ្ងៃនេះសិតតែនិយាយរឿងគ្រោះរបស់ថាមនុស្សលោកមិនដឹងថាព្រះពេតុលាទី 3 ស្គាល់សន្តិភាពចេញនេះដែរទេ ហ៎ សន្តិភាពចេញនេះដើមឡើយជាយានជំនិះរបស់ជីងឆាងដែល7 ឆ្នាំមុនត្រូវឃុំខ្លួននៅក្នុងជួងតុងហួងរហូតមកដល់ថ្មីនេះទើបប្រទះឃើញថានៅនគរចុងយុងនៅក្រោមភ្នំជីងជីសត្វនេះពិតជាកាច់សាហាវប្រហើនកោងកាច់វាធ្វើឲ្យនគរចុងយុងរាំងស្ងួតអស់រយៈពេល1 ឆ្នាំហើយក៏ចាំម្ចាស់ស្ត្រីនគរចុងយុងទៅទៀតនៅពេលដែលព្រះអង្គម្ចាស់ខ្ញាល់ខ្លាំងនោះក៏មូលកសម្រាប់ខ្លួនទេ កំសត់ម្លេះចុះក្រោយមកទៀត តាមពិតទៅព្រះអង្គនេះជាសត្វទេពមួយដែលនៅក្រោមអាវ៉ាត់របស់អធិរាជតុងហួងនៅពេលដែលស្លាប់ហើយនោះក៏ត្រឡប់មកឋានទេវតាវិញ ឯងរកយើងព្រោះតែរឿងទាំងអស់នេះតែមែនទេ ចាប់ពីឯងអាយុ 50000 ឆ្នាំមកសារលិខិតនៅក្នុងឋានទេវតាឯងជាអ្នកមើលក៏មិនដែលបានឃើញប្រាប់អ្វីដល់យើងមួយម៉ាត់ដែរតើយប់នេះឯងយ៉ាងម៉េច ថ្ងៃនេះខ្ញុំបានឃើញព្រះពេតុលាទី ម្ចាស់បងទី 2 មកវិញហើយលឿនម្លេះក្រែងព្រះបិតាប្រាប់ថាឲ្យគាត់ទៅឈិញជ្រាវយ៉ាងហោចណាស់ក៏3 ខែនិយាយលេងជាមួយនឹងគេដែរដើម្បីបដិបដាលមនុស្សចេតនាប្តីប្រពន្ធ ព្រះពេតុលាទី 2 នឹងប៉ាយឈាននោះខ្ញុំមិនដឹងនោះទេខ្ញុំគ្រាន់តែដឹងថាពេលដែលគេត្រឡប់មកវិញនោះក៏នាំកូនពស់មកក្បាលមក កូនពស់ ជាមនុស្សស្រីម្នាក់ ពិតជាមនុស្សស្រីមែនវីវហើយព្រះរាជបុត្រទូលបង្គំមិនយល់ទេមនុស្សស្រីម្នាក់ថាបើយ៉ាងម៉េចក្នុងដំណាក់ព្រះរាជបុត្រទី 2 មិនមែនគ្មានមនុស្សស្រីឯណា 7 ឆ្នាំមុននោះប៉ាយឈានក៏បានយកកូនពស់មកក្បាលមកនៅជាមួយគេជាមនុស្សស្រីម្នាក់ នៃរបស់ព្រះរាជបុត្រគឺព្រះបុត្រាទី 2 លួចយកអ្នកបម្រើរបស់គូដណ្ដឹងមកដោយស្ងាត់ស្ងាត់ព្រះរាជបុត្រគឺចង់ឲ្យព្រះបុត្រាទី 3 ឆាប់រកមធ្យោបាយដោះស្រាយប៉ាយជានម្នាក់នេះគឺជានារីអស្ចារ្យមែនសិស្សច្បងរបស់ព្រះរាជបុត្រទេវតាលីងប៉ាវប្រទានផ្លិតទម្លុះពពកឲ្យទៅគេក៏មិនអាចឲ្យកូនពស់ដល់ងាយដែររឿងមួយនេះបានល្បីសោះសាយពេញសមុទ្រទាំង 4 នាំគ្នាចេញទៅចុះ កណាត់ថាពិសេស